ពលងាប់អត់បានទេលិតតងចាំអាផ្លែគេដាក់ថ្នាំឲ្យឆាប់ទុំអីហ្នឹងនិយាយទៅលិតអាកាត់ភ្លាមអីទេអញ្ចឹងហើយបើជាជើងថ្មីអីទៅមិនចេញលិតថ្ងៃដំបូងទេប្រយ័ត្នប្រយែងលិតចំកន្លែងអ្នកលក់ខូចដាក់ថ្នាំឲ្យឆាប់ទុំអីចឹងណាយើងទិញតរ៉េនញ៉ាំត្រូវដឹងប្រភពឲ្យច្បាស់លាស់ដែរហើយឃើញជីម៉ូតូអាធូដេត្រាក់នេះកុំច្រឡំណាកុំច្រឡំមើលងាយមិនបានទេមើលតែចកាគាត់ទៅម៉ែអើយធំណា10ហត្តាកាប់កស៊ូចេញនិយាយទៅកាប់កស៊ូចោល10ហត្តាដាំតរ៉េនមិនដាំតលងមូលទេណាអ៊ំថាតាមស្តង់ដារសហគមន៍បែកលងត្រឹមត្រូវដាំលក្ខណៈថាគាត់មានកូនរៀនចប់កសិកម្មទើបគាត់ហ៊ានបន្ថយជាមួយនឹងអាឡបតរ៉េននេះគាត់ថាដាំទៅមិនស្រួលទេអត់បានទេព្រោះថែដូចកូនងាអញ្ចឹងហើយថ្ងៃនេះពុកម៉ែបងប្អូនអាចសាករសជាតិតរ៉េនមិនថងអ្នកបែកលងបាន1គីឡូតែ20000ទេ promotion ពិសេសហើយបើទិញអាសាច់បក1គីឡូ60000ទិញ2គីឡូតែមិន100,000ទេរយៈពេលតែ3ថ្ងៃគត់អញ្ចឹងនេះជាតរ៉េនរបស់សមាជិកសមាគមបែកលងដែលខ្ញុំបានមកដល់ចកាផ្ទាល់តែម្ដងដែលពុកម៉ែបងប្អូនអាចទុកចិត្តបាន promotion តែ3ថ្ងៃទេ16 17 18ខែមិថុនានិយាយទៅ3ថ្ងៃនេះគឺពុកម៉ែបងប្អូនទៅសាកមិនខកអំណងដែលអាចទៅរកបាននៅភ្នំពេញនៅទូតពូងហើយផ្សារថ្មីចាញ់ខ្ញុំដាក់ព័ត៌មានលម្អិតជូនហើយថ្ងៃនេះអ៊ំស្រីគាត់បាននាំខ្ញុំមកចកាគាត់ថាអូយតែ10ចកានឹងអ៊ំចង់រៀងហើយពិបាកថែជាងកូនងាទៀតអ៊ំសរុបទាំងអស់ប្រហែលហាត់ដូចជាប្រហែលជា12 10ហាត់ទេណាអ៊ំជីម៉ូតូអាធូដេដើរមើលចកាតរ៉េនចឹងណាអ៊ំនេះហើយជាក្តីសុខរបស់ចាស់ណាគាត់ចង់បានចកាចឹងឯងអ៊ំគាត់ថាអូឲ្យតែបានចកាប៉ុណ្ណេះឲ្យកូនតចៅនិយាយពីថាអូគាត់សប្បាយចិត្តមែនតើហើយខ្ញុំបានមកដល់ទឹកដីចការបស់អ្នកបែកលងនិយាយពីថាអូយធំមែនតើសុខចិត្តកាប់និយាយទៅដើមកស៊ូចោល10ហត្តាមកដាំតរ៉េនយ៉ាងធំសម្បើមនិយាយទៅគាត់ថាដាំ10ហត្តាជាងនេះគឺអ៊ំរៀងតែម្ដងពិបាកថែណាហើយប៉ុន្តែដោយសារគាត់បានកូនគាត់សិតតែអ្នកដែលមានជំនាញរៀនចប់កសិកម្មត្រឹមត្រូវមានបច្ចេកទេសថែទាំតរ៉េនណាបានតរ៉េនគាត់មានផលល្អដោយពុកម៉ែបងប្អូនឃើញចឹងនេះអូយតរ៉េនគាត់ល្អណាស់និយាយពីថាគាត់តែឃើញផ្លែតែយេងតែយោងនិយាយពីថាដើមគាត់ទៅប្រហែល5 6ឆ្នាំ7ឆ្នាំអីនេះទេតែអូអស្ចារ្យមែនតើផ្លែច្រើនណាស់គាត់ថាដើមគាត់មានតយោទឹកនៅខាងលើដើមទៀតមានអាតយោខ្មៅពុកម៉ែបងប្អូនមានឃើញទេតយោនៅខាងលើហ្នឹងគាត់ថាពេលខែក្តៅអីដើម្បីគ្រប់គ្រងសីតុណ្ហភាពបានទាន់សភាពការព្រោះតរ៉េននេះថានិយាយទៅស្ទើរដើមអត់មានលុយគ្រប់គ្រាន់ធ្វើវាគឺទៅមិនរួចតែម្ដងថែវាមិនបានទេពិបាកជាងកូនងាទៀតខែខ្លះក្តៅខ្លាំងមិនបានត្រជាក់ពេកក៏មិនបានទឹកពេកក៏មិនបានហើយនេះដូចខ្ញុំថាអញ្ចឹងណាលិតតងតរ៉េនបើថាមិនដឹងប្រភពមិនដឹងប្រភពច្បាស់លាស់ទេនៅភ្នំពេញឬក៏យើងមកញ៉ាំណាណីអីកន្លែងគេលក់អីអត់មានប្រភពចកាច្បាស់លាស់ហ្នឹងយើងទៅចេះតែលិតអត់បានទេវចំអាផ្លែដែលគេដាក់ថ្នាំឲ្យឆាប់ទុំអីហ្នឹងពុលមិនដឹងពុលកម្រិតដល់ប៉ុណ្ណាយើងមិនដឹងទេណាគាត់ថាលឺលហៀកមកថាមានអ្នកខ្លះទៅកំងនៅចកាអញ្ចឹងទៅសុំមកដល់ហាងមកដល់ផ្ទះខ្លួនឯងហ្នឹងគឺលាបបតងឲ្យទុំអីចឹងទៅប៉ុន្តែបើអ្នកដែលគេស្មោះត្រង់គេត្រឹមត្រូវហ្មងគឺគេប្រយ័ត្នណាគេមានម៉ួយបើគេត្រឹមត្រូវជាពិសេសអ្នកដែលមានប្រភpomម្ចាស់ចកាត្រឹមត្រូវអញ្ចេះគឺគាត់មិនធ្វើទេព្រោះគាត់ថាសំខាន់គឺគាត់មានផ្លែច្រើនគាត់អាចលៃលោកពេលវេលាលក់តាមនឹងជាក់ស្ដែងអញ្ចឹងទៅអញ្ចឹងសម្រាប់ពុកម៉ែបងប្អូនដែលដឹងថាតើគេដាក់ថ្នាំគេដាក់ថ្នាំអីខ្ញុំវាមិនដឹងកម្រិតប៉ះពាល់ប៉ុណ្ណាជួយខមមិនផងសម្រាប់ខ្ញុំថ្ងៃនេះខ្ញុំបានមកដល់ចកាតរ៉េនផ្ទាល់ដែលពុកម៉ែបងប្អូនអាចមករកជឿបាននៅទីក្រុងភ្នំពេញនៅម្ដុំទូតពូងនៅក្រោយម៉ាតអង្គរណាអង្គរម៉ាតហ្នឹងពុកម៉ែបងប្អូនមកគឺឃើញហើយនៅកន្លែងគាត់នៅលក់នៅផ្លូវនឹងឯងគាត់ដាក់តរ៉េនដាំដោយសមាជិកសមាគមបែកម្លងហើយគាត់នេះគឺខាងមាសបៃតងនេះគឺគាត់ជាអ្នកលក់បន្លែផ្លែឈើពី10ខេត្តដែលស្មោះត្រង់បំផុតហើយគាត់លក់និយាយទៅបើថាផលិតផលនាំចូលគាត់ទៅសេថានាំចូលហើយនេះគឺជាតរ៉េនសាច់បកដែលតម្លៃ promotion ហ្នឹង1គីឡូ60000ទិញ2គីឡូសល់មិន100000ហើយបើទិញសាច់របៀបតរ៉េនទាំងសបក1គីឡូតែ20000ទេ promotion 3ថ្ងៃអញ្ចឹងមកពុកម៉ែបងប្អូនចង់សាករសជាតិតរ៉េនពិតប្រាកដអ្នកបែកលងអាចទៅរកបានខ្ញុំដាក់ព័ត៌មានលម្អិតជូនក្រោម comment អរគុណបាយបាយ